ម៉ែចាំចៅចូលអើយឆ្លៀនពៀនរុករៀនបំផ្លាញគ្មានប្រណីចូលលួចក្នុងផ្ទះពាត់យកដីជាតិសាំងព្រៃផ្សៃតសនដានដេរឆានឲ្យខ្មែររងវេទនាបងសូមក្រាបថ្វាយបង្គំព្រះអង្គចាស់ទុយសខិមចាតកាវត្តសូយារាមសុខមោសីសូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គសក្ការីរបស់ខ្ញុំរំនឹងលោកមេបញ្ជាការនិងបងប្អូនរយៈកងទ័ពជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះគឺក្រុមការងាររបស់ខ្ញុំកណានេះគឺក្រុមការរដ្ឋាភិបាលជួយសុខមោសីជាមួយនឹងបងម្ចាស់ទុយសខិមថ្ងៃនេះទូបានដំណឹងថាប្រជាជនមានកម្មវិធីចុះមកជួបបរិយាកងទ័ពយើងហ្នឹងក៏ថាដាក់កម្មវិធីមកជាមួយគ្នាប្រហែលប្រមូលស្បៀងអីគ្នាមករួមគ្នាដើម្បីយកមកជូនដល់បរិយាកងទ័ពរបស់យើងមកនេះគឺមានគោលបំណងតែពីរទេទី1គឺថាជួបដើម្បីថ្លែងអំណរគុណនិងដឹងគុណណាគឺចងចាំចំណិចនៅការលះបង់របស់បរិយាកងទ័ពជួបមុខរបស់យើងក្នុងសម្បោភូមិ5ថ្ងៃ21ថ្ងៃនេះគឺថាកងទ័ពរបស់យើងស្វិតស្វាញហើយខ្លាំងណាស់បើយើងមិនខ្លាំងប្រហែលជាមិនបានឈរជើងមកដល់ពេលនេះទេណាទោះបីយើងតូចជាងគេខ្សោយជាងគេក៏ប៉ុន្តែយើងប្រយុទ្ធទៅណាប្រយុទ្ធឲ្យអស់ពីលទ្ធភាពប្រយុទ្ធឲ្យបានល្អបំផុតណាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់អគ្គវិជាការរបស់យើងគឺសម្ដេចតេជោនិងសម្ដេចបតីផ្ទាល់តែម្ដងបាទឲ្យសូមកោតសរសូមថ្លែងអំណរគុណនិងសូមគោរពដឹងគុណបាទសូមផ្ទះដៃថ្លែងអំណរគុណដល់អ្នកទី2គឺសួរសុខទុក្ខនេះគឺថាភ្ជាប់ជាមួយនឹងគ្រឿងឧបភោគបរិភោគមានខាងព្រះអង្គវត្តសូយារាមនិងក្រុមការងាររួមគ្នាជារបស់កំដរដៃខាងយើងខ្ញុំសម្បោភូមិក្រោយហ្នឹងអត់មានអីក្រៅពីហ្នឹងទេព្រោះទៅច្បាំងអត់កើតទៅច្បាំងអត់កើតអញ្ចឹងមានតែរួមគ្នាជួយតាមលទ្ធភាពអ្វីដែលអាចជួយទៅបានពេលនេះគឺជាពេលដែលយើងត្រូវរួមសាមគ្គីគ្នាណារួមគ្នារួមកម្លាំងគ្នាបងប្អូនកងទ័ពជួបមុខនៅសម្បោភូមិមុខច្បាំងណាសម្រាប់បងប្អូនយើងនៅសម្បោភូមិក្រោយរួមគ្នាស្រាក់ជួយណាជាកម្លាំងចិត្តផងជាសម្ភារៈជាមធ្យោបាយជាថវិកាផងអ្វីដែលជួយបានរួមគ្នាចំណែករដ្ឋាភិបាលគឺប្រឹងប្រែងលើសម្បោភូមិការទូតសម្បោភូមិច្បាប់សម្បោភូមិនយោបាយព័ត៌មានយើងរួមគ្នាទាំងអស់គ្នាចឹងរួមគ្នាទាំងអស់គ្នាដោយសារតែកិច្ចព្រមព្រៀងបទជុំបាញ់ថ្ងៃ27ធ្នូកន្លងមកនេះគឺថាយើងសម្រេចបាននៅជោគជ័យធំទី1គឺថាថែរក្សាបាននៅអាយុជីវិតរបស់កងទ័ពនិងប្រជាពលរដ្ឋរបស់យើងហើយជាពិសេសជនភាសាគាត់បានត្រឡប់ទៅលំនៅឋានរបស់យើងវិញណាហើយចំណុចសំខាន់ជោគជ័យធំទី2ហ្នឹងគឺថាការត្រឡប់មកវិញនៃវិរៈកងទ័ពរបស់យើងត្រឡប់វិញនោះអញ្ចឹងកិច្ចព្រមព្រៀងនេះគឺថារដ្ឋាភិបាលខិតខំទោះបីគេថាមិនក៏ដោយសំខាន់គឺថាអត្ថប្រយោជន៍ធំរបស់រដ្ឋាភិបាលនៅពេលនេះគឺអាយុជីវិតកងទ័ពសេចក្តីសុខសាន្តរបស់ពលរដ្ឋនិងការវិលត្រឡប់របស់ជនភៀសសិទ្ធហើយនឹងការថែរក្សាបាននៅជីវិតសុខភាពរបស់វិរៈកងទ័ពទាំង13នេះគឺជាចំណុចធំដែលយើងចង់បានចុងក្រោយនេះគឺថាសូមអរគុណនិងដឹងគុណណាម្ដងហើយម្ដងទៀតហើយសូមជូនពរដល់វិរៈកងទ័ពរបស់យើងគឺថាមានសុខភាពល្អមានសុវត្ថិភាពជោគជ័យឈ្នះអស់មានសត្រូវជាពិសេសគឺថានាំមកនូវសុខសន្តិភាពជូនដល់ប្រទេសជាតិរបស់យើងជាសម្រាប់និងថែរក្សាបាននូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើងបាទសូមអរគុណសូមបញ្ចប់នេះបាទខ្មែរអើយយើងជាតបជួក្រោយយកស្បៀងជូនឲ្យតបជួមុខរួមសុខរួមទុក្ខទាំងអស់គ្នាទួងយើងឆ្ងាយចិត្តកុំរុញរីជួយគ្នាឲ្យបានជាតិយើងរឹងមាំសบายចិត្តណាក៏ប៉ុន្តែមានកាបូបទៀតកាបូបស្ពាយទៅរៀនចង់បានអត់ហើយចូលរៀននៅណាថ្នាក់ទីម៉ានលើកដៃថ្នាក់ទី1លើកដៃម៉ែចាំចៅចូលអើយឆ្លៀនពីចេញកុំមកណែរុក
ប្រណីចូលលួចក្នុងផ្ទះពត់យកដីជាតិសាំងព្រៃផ្សា ជឿបាត់គុនមើលតមេឃមួយមើលចេះគុនមើលតមេឃនេះ យើងជឿជាក់លើរាជរដ្ឋាវីរៈកងទ័ពស្នេហាជាតិចេញច្បាំងតតាំងគ្មានគូប្រៀបជីវិតជូនជាតិជូនសាសនាប្រហាសត្រូវឲ្យខ្ចាត់ខ្ចាយ